មហាក្សត្រថៃមហាវជ្រាលង្កនបានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភាដោយយោងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីអនុទិនដែលនេះគឺជាលើកទី16ហើយដែលប្រទេសថៃបានរំលាយសភាជាថ្មីម្ដងទៀតក្រោយពីប្រទេសថៃរំលាយសភាតើនឹងមានអ្វីកើតឡើងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Inquirer នៅព្រឹកថ្ងៃសុក្រនេះព្រះមហាក្សត្រថៃមហាវជ្រាលង្កនបានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភានៅថ្ងៃទី12ខែធ្នូឆ្នាំ2025តាមសំណើរបស់លោកនាយករដ្ឋមន្ត្រីអនុទិនការស្នើសុំរំលាយសភានេះមានមូលដ្ឋានលើកអស្ថិរភាពនយោបាយសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយដោយមានបញ្ហាជាបន្តបន្ទាប់រួមបញ្ចូលទាំងភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជានិងថៃតាមសេចក្តីរាយការណ៍របស់ Reuters អ្នកនាំពាក្យរដ្ឋាភិបាលលោកស៊ីរីប៉ុងអង្គសាខុលខៀតបានអធិប្បាយថាមូលហេតុនៃការរំលាយសភាអាចបណ្ដាលមកពីការក្បែកគំនិតយ៉ាងខ្លាំងជាមួយគណៈបកប្រឆាំងធំជាងគេគឺគណៈបកប្រជាជនថៃដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងសភាការសម្រេចចិត្តនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអនុទិនឆាន់វីរៈកុលប្រកាសថាលោកសម្រេចប្រគល់អំណាចត្រឡប់មកឲ្យប្រជាជនឲ្យពួកគេចេញសម្លេងក្នុងការបោះឆ្នោតកាលពីមុនលោកអនុទិនធ្លាប់បានប្រកាសថាក្រុងរំលាយសភានៅចុងខែមករាឆ្នាំ2026ហើយរៀបចំការបោះឆ្នោតជាថ្មីនៅខែមីនាឬក៏ដើមខែមេសាទោះជាយ៉ាងណាការកែតម្រូវពេលវេលាថ្មីនេះក្លាយជាចំណាត់ការដែលលឿនជាងការរំពឹងទុកយ៉ាងខ្លាំងគួររំលឹកផងដែរថាលោកអនុទិនគឺជានាយករដ្ឋមន្ត្រីទី3របស់ថៃក្នុងរយៈពេលត្រឹមតែប្រមាណឆ្នាំចុងក្រោយប៉ុណ្ណោះពលគឺតែជាង2ឆ្នាំនេះបង្ហាញពីសភាពនយោបាយរបស់ថៃដែលកំពុងមានការរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងប្រទេសលោកអនុទិនបានឡើងកាន់តំណែងបន្ទាប់ពីដកគណៈបកភូមិឆៃថៃចេញពីរដ្ឋាភិបាលមុនហើយទទួលបានការគាំទ្រពីគណៈបកប្រជាជនថៃដើម្បីបង្កើតរដ្ឋាភិបាលថ្មីបច្ចុប្បន្នការរំលាយសភាទាំងនេះកំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជននិងអ្នកសង្កេតការណ៍នយោបាយព្រោះវាអាចប៉ះពាល់យ៉ាងសំខាន់ដល់ទិសដៅនយោបាយថៃនៅពេលខាងមុខក្រោយពីបានប្រកាសរំលាយសភានិងបានប្រគល់អំណាចឲ្យប្រជាពលរដ្ឋឡើងវិញនៅព្រឹកថ្ងៃទី12ខែធ្នូនេះលោកអនុទិនបានបង្ហាញមុខនៅវិមានរដ្ឋាភិបាលហើយបានឈរឌឺដងលើកដៃនិងកាន់កែវកាហ្វេជាសញ្ញាទៅកាន់អ្នកកាសែតនិងអ្នកថតរូបនិងបានឆ្លើយតបទៅសំណួរអ្នកកាសែតដែលសួរថាហេតុអ្វីប្រកាសរំលាយសភាលោកអនុទិនក៏បានឆ្លើយយ៉ាងខ្លីថាមិនដឹងទេនេះបើតាមកាសែតថៃជាច្រើនបានចេញផ្សាយនៅព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នេះការរំលាយសភារបស់ថៃនឹងបើកផ្លូវឲ្យមានការបោះឆ្នោតថ្មីក្នុងរយៈពេល40ទៅ60ថ្ងៃខាងមុខនេះទោះជាយ៉ាងណាក៏ដោយពេលវេលានេះត្រូវបានចាត់ទុកថាលឿនជាងកាលកំណត់ដែលលោកអនុទិនបានគ្រោងធ្វើនៅខែមករាឆ្នាំ2026អ្នកតាមដានការប្រែប្រួលនយោបាយបានថ្លែងថាការសម្រេចចុងក្រោយនេះបង្ហាញពីភាពអស្ថិរភាពក្នុងប្រព័ន្ធនយោបាយថៃដែលបន្តប៉ះពាល់ដល់ទំនុកចិត្តអន្តរជាតិហើយក៏បង្កការគំរាមដល់ប្រព័ន្ធសភានិងការគ្រប់គ្រងបែបប្រជាធិបតេយ្យផងដែរអ្នកវិភាគខ្លះបន្ថែមថាការដោះស្រាយបែបនេះបង្កើនការមិនច្បាស់លាស់សម្រាប់ថ្នាក់ដឹកនាំថៃនិងអាចបង្កើនឥទ្ធិពលរបស់យោធាជាមួយគ្នានេះផងដែរការតានតឹងព្រំដែនជាមួយកម្ពុជាអាចកើនឡើងទោះបីជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃក៏ដោយលំហូរទំនិញតាមច្រកព្រំដែនរវាងកម្ពុជានិងថៃបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីយោធាថៃបានប្រកាសបិទច្រកព្រំដែននៅអំឡុងខែមិថុនាមកម្ល៉េះសេចក្តីព្យាករណ៍របស់គណៈកម្មាធិការសេដ្ឋកិច្ចថៃកាលពីខែតុលាបាននិយាយថាប្រសិនបើភាពតានតឹងបន្តរហូតដល់ចុងឆ្នាំ2025ថៃនឹងបាត់បង់សេដ្ឋកិច្ចអាចកើនឡើងដល់100ប៊ីលានបាតដោយក្នុងមួយខែប្រទេសអាចខាតបង់ប្រមាណ15ប៊ីលានបាតជាមួយនឹងហេតុការណ៍នេះការធ្លាក់ចុះទេសចរនិងការកាត់ផ្តាច់ខ្សែចលនាកម្មករខ្មែរក៏បន្ថែមការខូចខាតសេដ្ឋកិច្ចនៅតំបន់ព្រំដែនផងដែរអ្នកវិភាគសេដ្ឋកិច្ចបានឲ្យដឹងថាសេដ្ឋកិច្ចថៃកំពុងប្រឈមសម្ពាធយ៉ាងធ្ងន់ធ្ងររួចមកហើយដោយរាប់បញ្ចូលទាំងអស្ថិរភាពនយោបាយបំណុលគ្រួសារខ្ពស់ការថយចុះតម្រូវការនិងហានិភ័យក្រៅប្រទេសដូចជាភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកនិងពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងពេលតែមួយស្ថានភាពទឹកជំនន់នៅភាគខាងត្បូងថៃថ្មីនេះបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនិងខ្សែផ្គត់ផ្គង់ដែលត្រូវការពេលវេលាដើម្បីស្ដារឡើងវិញនៅក្នុងផ្នែកវិនិយោគសារព័ត៌មាន Bloomberg បានចុះផ្សាយថាភាពអស្ថិរភាពនយោបាយកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តអ្នកវិនិយោគថៃកំពុងឃើញលំហូរប្រាក់ហូរចេញទៅក្រៅប្រទេសកើនឡើងខណៈវិនិយោគិនក្នុងស្រុកក៏បានប្តូរទិសដៅវិនិយោគទៅទីផ្សារបរទេសផងដែរ Bloomberg បានបន្ថែមទៀតថាជាច្រើនឆ្នាំមកនេះ
កត្តានយោបាយការលូតលាស់ទេសចរកាន់តែទាបនិងរឿងអាស្រូវសារជីវកម្មបានធ្វើឲ្យទំនុកចិត្តបាត់បង់យ៉ាងខ្លាំងការរំលាយសភាថ្មីនេះក៏អាចបង្កើនភាពមិនប្រកបប្រជាទៀតផងទោះបីជាប្រាក់បាតនិងភាគហ៊ុនបានកើនឡើងខ្លះៗក្នុងរយៈពេលខ្លីក៏ដោយជាមួយគ្នានេះដែរវិនិយោគិនថៃបានលក់ភាគហ៊ុនក្នុងស្រុក7ត្រីមាសជាប់គ្នាហើយនឹងបានទិញភាគហ៊ុននិងមូលបត្របរទេសក្នុងបរិមាណខ្ពស់បំផុតមិនធ្លាប់មានដោយធ្វើតាមនិន្នាការនៃមូលនិធិអន្តរជាតិផ្សេងៗក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិការតានតឹងព្រំដែនជាមួយកម្ពុជាបង្កការព្រួយបារម្ភថាសហរដ្ឋអាមេរិកអាចប្រើវិធានការពន្ធឬសម្ពាធពាណិជ្ជកម្មដើម្បីជំរុញថៃឲ្យចូលតុចរចាជាមួយកម្ពុជាដោយហេតុថាប្រធានាធិបតីអាមេរិកលោក Donald Trump អាចនឹងប្រើការគំរាមកំហែងផ្លូវពន្ធឬពាណិជ្ជកម្មជាថ្មីម្ដងទៀតទោះជាយ៉ាងណាថៃក៏បានប្រកាសថាវិបត្តិព្រំដែនគឺជារឿងដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកការចរចាពន្ធគឺមានសារៈសំខាន់ព្រោះសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំមួយរបស់ថៃដែលមានតម្លៃចំណូលប្រមាណ 63.3 ប៊ីលានដុល្លារក្នុងឆ្នាំ 2024 អាជីវកម្មនិងសេដ្ឋវិទូថៃបានអំពាវនាវកុំឲ្យវិបត្តិពាណិជ្ជកម្មជាមួយអាមេរិកក្លាយជាបន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចដែលកំពុងតែអន់ថយនេះនិងរំពឹងមានកំណើនត្រឹម 2% ក្នុងឆ្នាំនេះតាមការស្រាវជ្រាវថ្មីបានបង្ហាញថាថៃកំពុងក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុតមួយលើពិភពលោកនេះបើយោងទៅតាមរបាយការណ៍វិសមភាពពិភពលោកឆ្នាំ 2026 ខណៈកាសែតប្រជាថៃចុះផ្សាយថាការមិនដោះស្រាយបញ្ហាសេដ្ឋកិច្ចឲ្យបានឆាប់រហ័សកំពុងបង្កការព្រួយបារម្ភឲ្យប្រជាជនកាន់តែខ្លាំងរីឯកាសែតបាងកកប៉ុស្តិ៍ក៏បានរាយការណ៍ថាក្នុងឆមាសទី 2 ឆ្នាំ 2025 ប្រជាជនថៃកំពុងព្រួយបារម្ភចម្បងលើប្រទេសជាតិខ្លួនដូចជាអំពើពុករលួយភាពក្រីក្រការប៉ះទង្គិចយោធានិងហានិភ័យវិបត្តិសេដ្ឋកិច្ចជាមួយគ្នានេះផងដែរការក្លែងបន្លំអនឡាញត្រូវបានចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសថៃនេះបើយោងទៅតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនទីផ្សារអន្តរជាតិ Ipsos ដែលរកឃើញថាថៃមានកម្រិតក្តីបារម្ភខ្ពស់ជាងគេក្នុងពិភពលោកលើបញ្ហានេះគួររំលឹកផងដែរថាប្រទេសថៃបានរំលាយសភាជាថ្មីនៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2025 ម្ដងទៀតនេះដែលក្លាយជាលើកទី 16 តាំងពីប្រទេសបញ្ចប់របបរាជាធិបតេយ្យផ្ដាច់ការក្នុងអំឡុងឆ្នាំ 1932 ព្រះរាជក្រឹត្យរំលាយសភាត្រូវបានផ្សព្វផ្សាយតាម Royal Gazette នៅព្រឹកថ្ងៃសុក្រដោយការបោះឆ្នោតជាថ្មីរំពឹងថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈឆ្នាំ 2026 រដ្ឋធម្មនុញ្ញបានកំណត់ថាការបោះឆ្នោតត្រូវធ្វើក្នុងរយៈពេលចន្លោះពី 45 ទៅ 65 ថ្ងៃបន្ទាប់ពីការរំលាយសភាក្នុងអំឡុងពេលនេះលោកអនុទានឆានវីរៈគុលនឹងបន្តដឹកនាំរដ្ឋបាលម្ដងអាសន្នរហូតដល់មានរដ្ឋាភិបាលថ្មីនៅឆ្នាំក្រោយការរំលាយសភាជាបន្តបន្ទាប់នេះបង្ហាញពីប្រវត្តិដ៏យូរអង្វែងនៃភាពងាយរងអស្ថិរភាពនយោបាយរបស់ថៃក្នុងរយៈពេល9ទសវត្សរ៍កន្លងមកប្រទេសថៃបានជួបការរំលាយសភាដោយហេតុផលជាច្រើនចាប់តាំងពីការបរាជ័យក្នុងចលនាសំខាន់ៗសម្ពាធតវ៉ាទ្រង់ទ្រាយធំការបែកបាក់សម្ព័ន្ធភាពរដ្ឋាភិបាលដោយវិវាទរដ្ឋធម្មនុញ្ញនិងការវិបត្តិនយោបាយធំៗតាមកំណត់ត្រាប្រវត្តិសាស្ត្រមូលហេតុនៃការរំលាយសភារបស់ថៃត្រូវបានបែងចែកចេញជាក្រុមធំៗដូចជាការរំលាយសភាកន្លងមករបស់ប្រទេសថៃចំនួន7លើកដោយសារបាត់បង់សម្លេងភាគច្រើនឬបែកបាក់សម្ព័ន្ធភាពដូចជានៅឆ្នាំ 1938 1976 និងឆ្នាំ 2011 ការរំលាយសភាចំនួន3លើកដោយសារចំនួនជុំវិញច្បាប់សំខាន់ៗរួមមានការរំលាយឆ្នាំ 1945 ពាក់ព័ន្ធច្បាប់អក្រិតជនសង្គ្រាមនិងការវាយតម្លៃច្បាប់លើកលែងទោសនៅឆ្នាំ 2013 ការរំលាយចំនួន3លើកផ្សេងទៀតដោយសារវិបត្តិនយោបាយឬសេដ្ឋកិច្ចធំៗដូចជាក្នុងអំឡុងពេលភាពចលាចល Black May ឆ្នាំ 1992 និងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងលោកថាក់ស៊ីនស៊ីណាវ៉ាត់ឆ្នាំ 2006 និងការរំលាយចំនួន2លើកទៀតដោយសារយុទ្ធសាស្ត្រនយោបាយការរំលាយឆ្នាំ 2023 និងឆ្នាំ 2025 ត្រូវបានគេចាត់ទុកថាជាចលនាដើម្បីកំណត់អត្ថប្រយោជន៍បោះឆ្នោតឬរៀបចំសម្ព័ន្ធភាពឡើងវិញករណីប្រវត្តិសាស្ត្រដែលគួរឲ្យកត់សម្គាល់កន្លងមករួមមាននៅឆ្នាំ 1938 នាយករដ្ឋមន្ត្រីលោកប្រាយ៉ាផាហ៊ុនផុនផៃយូហាសេណាដែលបានរំលាយសភាបន្ទាប់ពីចាញ់ញត្តិថវិកានៅឆ្នាំ 1945 លោកសេននីប្រមុចបានរំលាយសភាពាក់ព័ន្ធចំនួនច្បាប់អក្រិតជនសង្គ្រាម
នៅឆ្នាំ1976លោក Kukrit Pramoch បានរំលាយសភាក្រោមសម្ពាធផ្ទៃក្នុងរដ្ឋាភិបាលនៅឆ្នាំ1980ឧត្តមសេនីយ៍ Premtin Sananda បានរំលាយសភាជាច្រើនដងដោយសារភាពតានតឹងរវាងស្ថាប័នធំៗក្នុងរដ្ឋគឺស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័ននីតិបញ្ញត្តិនៅឆ្នាំ1992លោកអាណនท์បញ្ញារជនបានរំលាយសភាក្នុងអំឡុងវិបត្តិនយោបាយនៃព្រឹត្តិការណ៍សោកនាដកម្ម Black May នៅឆ្នាំ2006លោកថាក់ស៊ីនស៊ីណាវ៉ាត់ប្រកាសបោះឆ្នោតក្រោមសម្ពាធតវ៉ាជាសាធារណៈដើម្បីឲ្យលោកលាលែងពីតំណែងនៅឆ្នាំ2011និងឆ្នាំ2013លោកអភិសិទ្ធវេចាជីវ៉ានិងលោកស្រីយីងឡាក់ស៊ីណាវ៉ាត់បានប្រកាសរំលាយសភាក្រោមសម្ពាធតវ៉ានិងវិវាទពាក់ព័ន្ធច្បាប់លើកលែងទោសនៅឆ្នាំ2023លោកប្រយុទ្ធច័ន្ទអូចាបានរំលាយសភាដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយឡើងវិញជារួមការរំលាយសភាដែលកើតឡើងជារឿយៗនិងញឹកញាប់ក្នុងប្រទេសថៃពិតជាឆ្លុះបញ្ចាំងពីអស្ថិរភាពនយោបាយដ៏រ៉ាំរ៉ៃការតវ៉ាដែលកើតឡើងជាញឹកញាប់និងការបែកបាក់រដ្ឋាភិបាលវាក៏បានបង្ហាញផងដែរថាស្ថាប័នយោធានិងស្ថាប័ននានានៅក្នុងប្រព័ន្ធរបស់ប្រទេសថៃនៅតែមានឥទ្ធិពលខ្លាំងលើផ្នែកនយោបាយក្នុងស្រុកដូច្នេះការរំលាយសភារបស់ថៃអាចបង្កឲ្យមានបញ្ហាដូចជាបង្កឲ្យមានបញ្ហាអសេរីភាពធ្វើឲ្យការសម្រេចចិត្តយឺតធ្វើឲ្យអំណាចយោធាកើនឡើងហើយក៏ធ្វើឲ្យបញ្ហានៅតាមព្រំដែនកាន់តែមានសភាពតានតឹងផងដែរហេតុនេះនៅក្នុងអំឡុងពេលនេះប្រទេសកម្ពុជារបស់យើងគួរតែបង្កើនការប្រុងប្រយ័ត្នទ្វេដងថែមទៀតឲ្យបានច្រើនព្រោះរដ្ឋាភិបាលបណ្ដោះអាសន្នមិនមានសិទ្ធិបរិបូរពេញលេញនោះទេហើយអំណាចពេញទីទាំងអស់គឺស្ថិតនៅលើយោធាដោយជាក់ស្ដែងកាសែតក្នុងស្រុកថៃក៏បានផ្សាយថារដ្ឋាភិបាលថៃរំលាយសភាក៏ដោយក៏កងកម្លាំងប្រដាប់អាវុធនៅតែត្រូវបានអនុញ្ញាតពេញលេញដោយច្បាប់ដើម្បីបំពេញភារកិច្ចរបស់ខ្លួននេះបើយោងតាមកាសែតខៅសុតរបស់ថៃដែលបានចេញផ្សាយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរបើសិនជាបងប្អូនទាំងអស់គ្នាមានយោបល់ឬក៏ការយល់ឃើញផ្សេងៗអាចខមមិននៅខាងក្រោមបានបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយផងដែរ